លោកគ្រូពេទ្យកូនខ្ញុំអាយុ2ឆ្នាំហើយនៅតែមិនទាន់ចេះនិយាយតើគួរឲ្យព្រួយបារម្ភដែរឬទេថ្ងៃនេះខ្ញុំសូមចែករំលែកចំណេះដឹងខ្លីមួយអំពីការអភិវឌ្ឍភាសានិងការនិយាយរបស់កុមារជាទូទៅកុមារភាគច្រើនអាចបន្លឺសំឡេងនៅអាយុប្រហែលជា6ខែគេអាចនិយាយពាក្យសាមញ្ញៗដូចជាម៉ាក់ឬក៏ប៉ានៅអាយុប្រហែលជា12ខែឬក៏1ឆ្នាំគេអាចនិយាយពាក្យមានន័យបានច្រើននៅអាយុប្រហែលជា18ខែអាចនិយាយឃ្លាខ្លីៗពីរម៉ាត់ជាប់គ្នានៅអាយុប្រហែលជា2ឆ្នាំឪពុកម្ដាយគួរនាំកូនទៅពិគ្រោះជាមួយនឹងគ្រូពេទ្យប្រសិនបើកូនរបស់លោកអ្នកមានស្ថានភាពដូចខាងក្រោមអាយុ12ខែហើយតែមិនទាន់ចេះបន្លឺសំឡេងឬក៏ចង្អុលបង្ហាញអ្វីៗគេមានអាយុ18ខែហើយតែមិនទាន់និយាយពាក្យមានន័យស្ដាប់បានអាយុ2ឆ្នាំមិនទាន់និយាយឃ្លាពីរម៉ាត់ភ្ជាប់គ្នាបានមិនសូវឆ្លើយតបពេលដែលគេហៅឈ្មោះបាត់បង់ជំនាញនិយាយដែលធ្លាប់ចេះពីមុនមកពួកគាត់សម្គាល់ថាការនិយាយលេងការអានសៀវភៅនិងការចំណាយពេលនិយាយជាមួយកូនជាប្រចាំអាចជួយជំរុញការអភិវឌ្ឍភាសារបស់កូនបានយ៉ាងល្អប្រសិនបើលោកអ្នកមានការព្រួយបារម្ភអំពីការនិយាយឬក៏ការអភិវឌ្ឍខុសប្រក្រតីរបស់កូនសូមអញ្ជើញមកពិគ្រោះជាមួយនឹងគ្រូពេទ្យសូមអរគុណ